នៅក្នុងសម័យរាជវង្សថាងមានគ្រួសារធំពីរកំពុងរៀបចំមង្គលការឲ្យកូនស្រីរបស់ខ្លួ独ន家的家业被齐家牵កូនក្រមុំពីរផ្សេងគ្នារៀបការក្នុងថ្ងៃតែមួយធ្វើឲ្យពួកគេច្រឡំឡើងរទេះកូនក្រមុំខកំហុសតូចមួយបានបដូរជោគវាសនារបស់កូនក្រមុំពីរនាក់អ្នកមិនមែនជាស្វាមីខ្ញុំទេ原部区杜冰燕接旨。ពីការយល់ច្រឡំខ្លាចជាការយល់ចិនពីការប្រឆាំងខ្លាចជាស្នេហាតែការយល់ច្រឡំនេះនឹងនាំពួកគេទៅរកសេចក្តីស្រឡាញ់និងសុភមង្គលពិតឬក៏ជាការសោកស្ដាយទទួលសិទ្ធិផ្ដាច់មុខដោយស្ថានីយទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8រឿងកូនក្រមុំច្រឡំស្វាមីមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8 HD តែមួយគត់